បាទសួស្ដីពុកម៉ែបងប្អូនអរគ្នាហើយខ្ញុំមានបងប្អូនប្រុសម្នាក់គាត់សួរខ្ញុំនាងបងប្អូនអញ្ចឹងបងប្អូនចូលស្ដាប់ហើយនៅ Facebook យើងធម្មតាយើងអាចរកលុយបានដែរយើងបើកមកជិបកើតតែរកលុយបានឥឡូវបងប្អូនមកខ្ញុំឆ្លើយទាំងអស់គ្នាអញ្ចឹងខ្ញុំចង់បញ្ជាក់ប្រាប់គាត់ថាFacebook profile អាចរកលុយបានគឺតើតើមាន2 3 in 1អញ្ចឹងបើដូច Facebook ខ្ញុំអញ្ចេះគឺរត់បាននេះចាំឲ្យខ្ញុំថតដាក់ខាងក្រោយអេក្រង់បងខ្ញុំសូមឆ្លើយប្រាប់ទៅប្អូនប្រុសគាត់សួរខ្ញុំអញ្ចឹងនេះអវិស្ឡងបងខ្ញុំស្គប់បន្តិចសិនឥឡូវបងប្អូនតខ្ញុំអញ្ចឹងបងប្អូនចេញតម្រងបែបនេះបែបរបស់ខ្ញុំនេះគឺរលុយអត់បាននេះបែបហ្នឹងអានេះគឺរកបានទៅតាម style ខ្ញុំ set up ហើយកាលមុនវាមានតែឥឡូវវាបិទបាត់ហើយថាបងប្អូនទីមួយដោយសារតែបងប្អូន share វីដេអូប្រភេទចេះដូចរបស់ខ្ញុំអញ្ចឹងទោះមាន friend 5k ក៏ដោយអញ្ចឹងខ្ញុំសូមឆ្លើយទៅបងប្អូនអញ្ចឹងបងប្អូនអាច share ជាតម្រងអញ្ចឹងគឺគេអាចអនុញ្ញាតឲ្យរកលុយតម្រងវីដេអូចេះអញ្ចឹងបើបងប្អូនចង់បើបងប្អូនចង់រកលុយតាម Facebook ចង់បងប្អូនទៅលុបវីដេអូប្រភេទអញ្ចឹងអស់ហើយខ្ញុំធ្លាប់មានវីដេអូចេញពីរបៀបលុបឲ្យក្នុង YouTube ខ្ញុំក៏មានដែរអញ្ចឹងបងប្អូនអាចទៅរកបានហើយឥឡូវខ្ញុំសូម screenshot តម្រងដែល profile Facebook អាចរកលុយបានបើក professional dashboard ហ្នឹងនេះ dashboard ហ្នឹងរកលុយបានអញ្ចឹងបងប្អូនទៅទស្សនាមួយទៀតអញ្ចឹងទៅមើល account មួយទៀតaccount របស់បងប្អូនមកហើយមកឆែកមើលខ្ញុំទាំងអស់គ្នានេះជាប្រភេទ Facebook ដែលរកលុយបានបងអញ្ចឹងនេះអញ្ចឹងរបស់ខ្ញុំវាជាប់ពណ៌លឿងនេះអញ្ចឹងFacebook ប្រភេទរកលុយបានបងប្អូនឃើញអត់នេះ2 3 in 1គឺនៅហ្នឹងអញ្ចឹងតម្រងខុសគ្នាបងប្អូនពីរហ្នឹងខុសគ្នាអញ្ចឹងចាំមើលឲ្យខ្ញុំផុសជាស្លឹកមួយស្លឹកហើយនឹងផុសជាតម្រងខ្ញុំស្លឹកខ្ញុំសូម screenshot ទុកមួយដើម្បីផុសជារូបស្លឹក screenshot មកបបហើយនេះក៏ថតប៉ុណ្ណឹងឲ្យខ្ញុំមើលមិនដឹងអញ្ចឹងខ្ញុំប្រាប់គាត់អត់តាន់កាត់អញ្ចឹងមានចេញវីដេអូបងអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងទេបងប្អូនហើយបងប្អូនកុំភ្លេចជួយ like ជួយ share បង follow បង